តោះថ្ងៃនេះយើងបន្តទៀតមេរៀនមុនគឺយើងបាននិយាយអំពី clay ខ្ញុំសូមរំលឹកបន្តិចណា clay របស់យើងគឺយើងនៅជ្រុងខាងលើខាងស្ដាំយើងឃើញពាក្យថា clay នេះគឺយើងសម្រាប់ឆ្លាក់រូបណាគឺយើងបន្ថែមដីមើលលើ object របស់យើងឃើញទេនៅពេលដែលយើងគូរទៅវាឃើញស្នាមនឹងចេញមកពកអីចឹងទៅបើយើងចង់ឲ្យវា negative វិញហ្នឹងយើងចុចទៅលើ sub នៅជ្រុងខាងឆ្វេងដែល vertical ខាងឆ្វេងនេះណាឃើញអក្សរ sub ទេនេះ sub ហ្នឹងគឺយើងអាច click យើងយកមកគូរលើវាទៅវាថយទៅវិញគឺវាផទៅវិញណាមិនអញ្ចឹងហើយយើងចង់ប៉ោងទៅវិញយើង disable វាទៅអញ្ចឹងយើងអាចវាប៉ោងឡើងវិញហើយប៉ុន្តែនៅក្នុងថ្ងៃនេះគឺយើងបន្តគឺ brush ដល់ពេលយើងយក brush យកមកគូរណាចាំមើលយើងយកមកគូរវាប៉ោងដូចគ្នាណាហេតុអីបានចាប់ឲ្យមាន12អញ្ចឹង tool ពីរហ្នឹងវាស្រដៀងគ្នាគ្រាន់តែថាយើងយកប្រើនៅពេលណាខ្ញុំលើកឧទាហរណ៍ថាបើសិនណាជាយើងជាជាងឆ្លាក់រូបដូចគ្នានៅពេលដែលយើងកាច់ដៃកាច់ដីធ្វើឆ្អឹងវាហើយនោះយើងយកដីឥដ្ឋមកបៀកមកបោកសួរថាដំបងឡើងគឺយើងត្រូវបោកវាធំធំមែនទេយើងដាក់ដីធំធំចូលទៅដើម្បីឲ្យវាងាយឲ្យចេញ form យើង build form នឹងបានលឿនអញ្ចឹងទៅក៏ដូចគ្នាដែរដល់ពេលយើងប្រើប្រាស់ brush គឺយើងសម្រាប់ build form mask របស់វាតែម្ដងណាឧទាហរណ៍តែខ្ញុំឃើញទេបើសិនជាខ្ញុំភ្លេចលើ brush ហើយខ្ញុំយកមកគូរនៅលើ object ហ្នឹងឃើញវាចេញរឿងកប្លោកចេញមកហ៎នេះឃើញចេញមកធំមកអញ្ចឹងតែម្ដងអញ្ចឹងវា mask តែម្ដងហើយអញ្ចឹងទៅបើសិនណាយើងប្រើបសាយវាកាន់តែធំយើងទៅឡើងសាយវាឬក៏ intensity របស់វាកាន់នេះទៀតទៅឃើញវាឡើងធំហ៎ឃើញវាឡើងធំអញ្ចឹងណា mask របស់វាគឺអញ្ចឹង tool ពីរនេះវាខុសគ្នាតែប៉ុណ្្នឹងឯងមួយ clay ហើយនិង brush ដោយឡែក clay វារាងស្ដើងអញ្ចឹងធម្មតានៅពេលណាដែលយើងឆ្លាក់រូបហើយអីចឹងទៅយើងបង្កើត form កើតជាសាច់ដុំឲ្យអស់ទៅអញ្ចឹងទៅយើងចាប់ផ្ដើមដេតាយវាមែនទេដល់ពេលដេតាយវាគឺយើងយក clay ហ្នឹងឯងយកមកប្រើប្រាស់គឺយើង clay ហ្នឹងយើងអាចបន្ថយ intensity របស់វាឲ្យវាស្ដើងស្រាលឬក៏យើងធ្វើclay របស់យើងឲ្យទូតិចអីចឹងទៅណាឬមកគឺយើងសាប់វាទាំងចូលទៅក្នុងនឹងអីចឹងអញ្ចឹងគឺអាហ្នឹងឯងដែលយើងធ្វើជាយើងឆ្លាក់រូបគឺយើងប្រើប្រាស់ tool ទៅតាមតម្រូវការរបស់យើងតែខ្ញុំបាននិយាយមុននឹងអញ្ចឹងគឺអាស្រ័យថាតើយើងចង់ប្រើប្រាស់មួយណាយើងចង់ប្រើប្រាស់ clay ឬក៏យើងប្រើប្រាស់ brush សំខាន់យើងដឹងតួនាទីថាអ្វីដែលយើងចង់បានអញ្ចឹងយើងយល់ថាពីហ្នឹងណា clay ហើយនឹង brush បន្តមកទៀតមកគឺនៅក្នុងពេលនេះគឺយើងចង់អឺប្រើប្រាស់ move ណានៅក្នុងនេះបើយើងចង់ click undo គឺយើងប្រើប្រាស់ម្រាម2ដូចខ្ញុំបាន show មុនអញ្ចឹងណា undo ដល់ពេល redo ម្រាម3យើងដាក់ពីលើវាណាហើយឥឡូវនេះយើងមើល move វិញភ្លើ move យើងមើលជ្រុងខាងស្ដាំហ្នឹងមិនចឹងណាគឺ move move ហ្នឹងគឺយើងយកមកគឺ click ទៅលើវាមានន័យថាយើង move object ហ្នឹងហើយ move វាប៉ោងផតអីចឹងណាយើងពង្រីកវាធំទៅឃើញទេយើង move វានេះគឺយើង move វាឲ្យវាធំទូចអីតាមចិត្តដែលយើងចង់បានណានៅក្នុងហ្នឹងណាយើង move វារបៀបហ្នឹងអាហ្នឹងណា move យើងអាចធ្វើ move ហើយបន្តមកទៀតមកគឺ drag ហើយនឹង move នោះវាស្តៀងគ្នាដូចនេះដែរណាចាំមើលខ្ញុំធ្វើឲ្យមើលតែវាខុសគ្នាមិនសូមជួយពិនិត្យមើលទាំងអស់គ្នាណាថា drag ហើយនឹង move ខុសគ្នាមិនខ្ញុំយក move ម្ដងទៀតយកមកចាប់ដើម move ចុះបើសិនខ្ញុំ drag ខ្ញុំ undo នេះហើយខ្ញុំ drag វា the same intensity and the same size នៅក្នុងហ្នឹងណាឃើញវាចេញមែន drag វាចេញលឿនវូទៅតែម្ដងណាខ្ញុំ undo ម្ដងទៀតបើសិនជាខ្ញុំយក move មកប្រើប្រាស់ឃើញវារៀងមកទៅដល់មកអញ្ចឹងណាចុះបើសិនណាជាខ្ញុំយក drag គឺយើងអាចមកវូទូចចេះណាអូខេអញ្ចឹងយើងដឹងអំពីតួនាទីរបស់វាបន្តមកទៀតតើតើនឹង smooth ណានៅក្នុងនេះបើសិនណាជាយើងឧទាហរណ៍ថាយើងប្រើ clay យើងណាឧទាហរណ៍ clay របស់យើងគូរវាចេញរៀងអីចឹងទៅណានៅក្នុងនឹងជា pattern នៅជ្រុងខាងក្រោមនេះយើងអាចដូរវាតាមចិត្តដែលយើងចង់បានទេណានៅក្នុងនឹងយើងគិតថាយើងប្រើប្រាស់អីគេនៅក្នុងនឹងអូខេណានៅក្នុងនេះយើងប្រើប្រាស់ពីអញ្ចឹងវាអត់សូវសិតដែរវាគ្រើមអញ្ចឹងអញ្ចឹងយើងយកឲ្យគេ smooth នេះប៊ូតុង smooth ហ្នឹងtool ហ្នឹងយើង click ទៅលើ tool ហ្នឹងទៅហើយយើងយកមកលុញវាមកណាអាហ្នឹងដូចយើងឆ្លាក់ដីឥដ្ឋអញ្ចឹងណាដល់ពេលវាគ្រើមយើងយកអីមកជូតដាក់ទឹកយើងដាក់កសែងដាក់អីយកមកជូតវាឲ្យវាលងអញ្ចឹងកុំឲ្យវាគ្រើមអញ្ចឹងណាអាហ្នឹង smooth very simple អូខេអញ្ចឹងខ្ញុំថ្ងៃនេះគឺខ្ញុំបង្ហាញអំពី brush move drag and smooth
ណាគឺយើងអាចប្រើប្រាស់របៀបហ្នឹងលំអិតតទៅទៀតខ្ញុំនឹងនិយាយប៉ុន្តែនៅក្នុងពេលនេះគឺខ្ញុំសូមបង្ហាញអំពីមុខងាររបស់ tool ហ្នឹងសិនហើយខ្ញុំសូមបញ្ចប់ត្រឹមនេះពីព្រោះថាលំបាកនៅក្នុងការ upload ចូលទៅក្នុង Facebook ឬក៏ YouTube ណាវាធំពេកអរគុណច្រើនណាបាទអរគុណជួបគ្នាវគ្គក្រោយទៀត